វាយភ្លាមទៅយ៉ាប្រោសំសម័យនេះមិនក្បែរគេគ្មានប្រតិកម្មសង្ចារទៅហើយធំសិនវាយអាចជ្រូកនោះវិញទៅវាយលោកសង្សារនោះទៅយ៉ាប្រោមិនក៏ពួកគេគ្មានប្រតិកម្មសង្ចារលោនណាស់សុនខុងយើងនឹងឲ្យឯងបង្ហាញនៅរូបរាងពិតបង្ហាញនៅធាតុដើមយើងបាយលោកសោះច្បាស់ណាស់ក៏ខ្លាចទៅជាដើមអស់ហើយគ្រាន់តែជាដើមហូលីវតែប៉ុណ្ណោះទេជាវិធីបំបាំងនៃរបស់សុនខុងមកឆាក់ណារូបរាងយ៉ាងម៉េចត្រឡប់ទៅរូបរាងដើមវិញវាយដើមឈើអូលីវទៅឈឺលើខ្លួនឯងវាយបន្តទៀតទៅเฮ้ยลูกครูอย่าไปให้ป้าเจโอ้ยป้าเจសុនខុងសាសំជាស្ដេចស្វាមែននៅពេលអស់លោកខានស៊ូព្រះឥន្ទរៀបចំក្បួនសម្ដេចមេឃាមិនអាចធ្វើអ្វីឯងបានថ្ងៃនេះយើងបានភ្លឺភ្នែកពេកប៉ុន្តែឯធ្លាក់នៅក្នុងដៃរបស់យើងនឹងឲ្យឯងឡើងលើមេឃគ្មានផ្លូវជ្រែកដីគ្មានទ្វារវាយចូលទៅដល់នឹងសាច់បាចាប់ឲ្យវាមកទៀតហើយក៏យ៉ាងម៉េចទៅវាហ៊ានមកជឹកហ៊ានមិនបានទេអូខុងលោកគ្រូទុកចិត្តចុះបាច់ទេចុះបាទងាប់ទៅបាច់ទេលោកគ្រូទុកចិត្តចុះអូនសាកាពីលោកអុយយើងវាយក្បាលអាចជ្រូកជើងផងហីចាប់ទទួលវិញទៅអូខុងខ្លាចងាប់ស្លាទៅទៅមកហើយអូខុងសិស្សទាំងអស់គ្នាឆាប់ដុតភ្លើងកម្ដៅខ្លាញ់ត្រូវដុតវាឲ្យពុះរួចហើយយកសុនខុងទៅបំពងក្នុងផ្ទះសងសឹកឲ្យដើមអាសង្ខ័យរបស់យើងអាសុំយើងក៏មានកំណត់អញ្ចឹងដែរយើងមិនធ្លាប់ងូតទឹកផងហ្នឹងអាសុំយើងដូចជារមាស់ស្បែកបន្តិចហើយយ៉ាងណាបានសើខ្លួនដូចជាអេរមាស់ខ្លះអញ្ចឹងទៅចុះលោកគ្រូមើលណោះខ្លាចក្នុងផ្ទះពូហើយបើអញ្ចឹងឆាប់ដាក់អ្នកកងវិលស្អីនោះចុះភ្លាមទៅបាទអាយូអ្នកសច្ចាំងកូនសិស្សរបស់លោកអត់តន់ហូបបាយទេអីអាយ៉ាទៅឲ្យធ្ងន់យ៉ាអ្នកសច្ចាំងឬមកក៏លោកមិនឲ្យពួកគេហូបបាយលោកមិនបានមិនបាច់ចែកធ្ងន់ម្ល៉េះត្រូវហើយអាស្វាសមអុយនេះលេងក្បួនបន្ថែមទម្ងន់ជាមួយយើងផងលើទៅអាយចាក់